ពេលចិត្តដល់ថ្ងៃប្រឡងតែខ្ញុំត្រៀមខ្លួនមិនខ្លះជាសិស្សផងជា content creator ផងអញ្ចឹងតែមានពេលគ្រប់គ្រាន់អត់ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅសាលាជាមួយខ្ញុំទៀតអីទៅមើលសកម្មភាពថាខ្ញុំត្រៀមអ្វីខ្លះមុនពេលប្រឡងប៉ុន្តែមុនចេញទៅសូមមក get ready មួយសិនណា sunscreen ថ្មីខ្ញុំនេះពណ៌ឡើង pink cute ហ្មងគឺជាផលិតផលរបស់ប្រទេសជប៉ុនឈ្មោះថា Skin Aqua Silky White Gel ជាប្រភេទលេការពារកម្ដៅថ្ងៃជាមួយ SPF 50+ និង PA+4 មួយនេះជួយឲ្យស្បែកភ្លឺសថ្លាផ្ដល់សំណើមដល់ស្បែកអត់មានជាតិអាល់កុលទេនិងសមស្របសម្រាប់ស្បែកដែលងាយរងប្រតិកម្មហើយក៏អាចប្រើជាទម្លាប់ make up ក៏បានដែរចំណែកប្រភេទមួយទៀតវិញដល់ពណ៌ស Skin Aqua Clear White ជាប្រភេទលេការពារកម្ដៅថ្ងៃជាមួយនឹង SPF 50+ និង PA+4 ដូចគ្នាប៉ុន្តែមួយនេះជួយការពារស្បែកពីផលប៉ះពាល់នៃកាំរស្មី UVA UVB បាក់តេរីនិងមូលហេតុដែលបណ្ដាលឲ្យស្បែកចាស់ជាងវ័យធ្វើឲ្យស្បែកភ្លឺថ្លាមានសំណើមនិងគ្រប់គ្រងជាតិខ្លាញ់បានល្អមួយនេះក៏អត់មានជាតិអាល់កុលដែរសមស្របសម្រាប់ស្បែកមុខខ្លាញ់និងអាចប្រើជាទម្លាប់ make up បានដូចគ្នា Sunscreen របស់ Skin Aqua គឺការពារស្បែកពីពន្លឺថ្ងៃនិងផ្ដល់សំណើមបានពេញមួយថ្ងៃហើយចំពោះ Skin Aqua នេះបើបងប្អូនចង់បានផលិតផលសុទ្ធពីប្រទេសជប៉ុនអាចរកទិញបាននៅតាម market supermarket ឬក៏បងប្អូនអាចតាក់ទងទៅ page Sunplay Cambodia ក៏បានដែរខ្ញុំរៀបចំខ្លួនរួចរាល់អស់ហើយតោះយើង let's go នាំបងប្អូនទៅសាលាជាមួយខ្ញុំម្ដងតិចតិចណាថ្ងៃនេះពេលខ្ញុំទៅដល់សាលាមានមិត្តភ័ក្ដិខ្ញុំម្នាក់គាត់ចាំបរៀនខ្ញុំថ្ងៃហ្នឹងអញ្ចឹងបានន័យថាការត្រៀមខ្លួនមុនពេលប្រឡងខ្ញុំគឺខ្ញុំទៅរៀនជាមួយមិត្តភ័ក្ដិខ្ញុំម្នាក់នេះដែលជាសិស្សពូកែប៉ុន្តែបើសិនជាយើងទៅទាំងដំឡូងមូលអត់ចេះអីសោះក៏គេពិបាកបរៀនយើងដែរមុនពេលខ្ញុំរត់ទៅរៀនត្រៀមជាមួយគាត់ហ្នឹងខ្ញុំបានអានត្រួសថាមេរៀនហ្នឹងគេរៀនពីអីគេចង់និយាយពីអីហើយមានចំណុចណាដែលខ្ញុំអាចយល់បានខ្លួនឯងខ្លះសិនចំណែកចំណុចដែលនៅសល់ទាំងអស់ដែលខ្ញុំអត់យល់គឺខ្ញុំណូតទុកនៅក្នុងសភៅមួយចាំពេលទៅដល់សាលាសួរគាត់ឲ្យគាត់បញ្យល់ទាំងអស់តែម្ដងហើយចង់ប្រាប់បងប្អូនថាការដែលខ្ញុំរៀនផងធ្វើការងារខាងក្រៅផងប្រកាសណាស់ពេលខ្លះវាពិតជាពិបាកគ្រប់គ្រងពេលវេលាឲ្យបានល្អមែនជាពិសេសដូចពេលខ្ញុំត្រូវប្រឡងអីអញ្ចឹងប៉ុន្តែខ្ញុំជឿថារឿងអីក៏មានដំណោះស្រាយដែរអញ្ចឹង solution ខ្ញុំគឺមិត្តភ័ក្ដិដ៏ពូកែរបស់ខ្ញុំនេះឯងគាត់ជួយ explain ចំណុចដែលខ្ញុំអត់យល់ធ្វើលំហាត់ឲ្យខ្ញុំមើលជាគំរូហើយឲ្យខ្ញុំឡើងកែលំហាត់មួយដោយខ្លួនឯងទៀតដើម្បីប្រកាសថាខ្ញុំពិតជាយល់អ្វីដែលគាត់បានបញ្យល់មែនចូលចិត្តត្រង់ថាទោះគាត់ជាសិស្សពូកែមែនប៉ុន្តែពេលគាត់បរៀនខ្ញុំអត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងល្ងងទេគាត់ open ឲ្យខ្ញុំសួរគាត់គ្រប់សំណួរកន្លែងណាឆ្ងល់សួរទៅគាត់ចាំតែឆ្លើយអញ្ចឹងការត្រៀមខ្លួនខ្ញុំក៏ well prepare ទៅតាមនឹងដូចគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ